លោកហួតវ៉ាន់ធោមន្ត្រីឧស្សាហកម្មទឹកសឹប100កេសក្រុមហ៊ុនកម្ពុជាតេឡា10លានរៀលមន្ត្រីកិច្ចការនារីចា40,000,000រៀលមន្ត្រីវប្បធម៌និងវិចិត្រសិល្បៈ40,000,000រៀលក្រុមហ៊ុនខ្មែរប៉ូសធា$5,000សហរដ្ឋអាមេរិកក្រុមហ៊ុន China Construction Co Ltd $500អ្នកអង្គការខុនសៀ$5,000សហរដ្ឋអាមេរិកឯកឧត្តមចៅតុលចា20លានរៀលសូមថ្លែងអំណរគុណបាទឥឡូវយើងបន្តទស្សនាគូពិសេសជាបន្តបាទគូពិសេសបាទគឺទូកគូទី5បាទពីជ័យវង្សាដែលចូលសែនជ័យខ្សែទឹកខាងក្នុងមកពីពុកអស័យខ្សាច់កដាលបាទគឺកំពុងតែធ្វើការអុំប្រណាំងជាមួយនឹងជះតំណងម៉ាលីសែនជ័យសេរីពូព្រឹកបាទគឺមកពីប្រទេសដៃគិនស្វាយបាទទូកទាំងពីរសិតតែទូកដែលធ្លាប់ចូលរួមមកប្រណាំងជាច្រើនហើយបាទគឺនៅត្រង់តាខ្មៅក៏ដូចជាបាទនៅក្នុងបរិយាវិធីបាទឥឡូវយើងឃើញហើយខ្សែទឹកខាងក្រៅដែលជះតំណងម៉ាលីសែនជ័យបាទសេរីពូព្រឹកបាទមានព្រៀបបាទច្រើនគូសំបាទឯកសន្តានចម្រុះពណ៌បាទឆ្នោតកដាលហ្នឹងគឺខៀវបាទចំណែកឯចុងចង្វានឹងផ្លេកពណ៌ទឹកក្រូចស្អាតណាស់ជាមួយនឹងពណ៌របស់បាទអាវរបស់ខ្លួនបាទចំណែកឯខ្សែទឹកខាងក្នុងពីជ័យបាទវង្សាដែលចូលសែនជ័យបាទគឺពុករស័យខ្សាច់កដាលក៏ល្អដែរលបឿនមកលេងគ្នាហើយបាទយើងរងចាំមើលបាទមកដល់មុខវេទិកាកិត្តិយសបាទតែរៀបនឹងឆ្លងផុតកំពាន់ទី2នេះបាទគឺដាច់បាទខ្សែទឹកខាងក្រៅដែលជាតំណងបាទម៉ាលីសែនជ័យបាទសេរីពូព្រឹកបាទដាច់ច្រើនណាស់បាទទៅលើបាទទូកខ្សែទឹកខាងក្នុងបាទលើមកដល់នឹងឆ្លងផុតនៅកំពាន់ទី2បាទពីជ័យវង្សាដែលចូលសែនជ័យអាចនឹងមានបាទលបឿនល្អនៅក្នុងការបាទត្រឹមតែតោងក៏បានដែរបាទបើអាចឈ្នះទេបាទអាចនឹងតោងវងតែបន្តែលបឿនដែរបាទសុំតែមកតោងសិនមកបាទតាទេចាហក់តោងអត់ជាប់ដោយសារតែខ្សែទឹកខាងក្រៅហ្នឹងហាក់ដូចជាមានសន្ទុះលឿនចាសន្ទុះលឿនមែនតើតោងជាប់ហាំទៅចានាងខ្ញុំសូមអភ័យទោស